តាមពិតវិជាដែលបស្បាស្វែងយល់នោះគឺជាវិជាបំផ្ទុះធម្មពលរបស់អំបូរយៈថ្ងៃណាមួយបស្បានឹងរួមបញ្ចូលវិជាបំផ្ទុះធម្មពលនៃអំបូរទាំង3ជាមួយគ្នាដើម្បីបំផ្ទុះធម្មពលបានខ្លាំងជាងមុនក្រោយពីរុករកប្រាសាទបុរាណនោះហើយបស្បាពុំបានរកឃើញចម្លើយនោះឡើយបស្បាគិតក្នុងចិត្តថាថ្ងៃណាមួយនាងនឹងត្រឡប់មកវិញឥឡូវនេះនាងដល់ពេលត្រឡប់ទៅវិញហើយនាងក៏បានស្គាល់គ្នាជាមួយនឹងមិត្តភ័ក្តិខ្លះៗផងដែរមុននឹងនាងទៅនាងក៏បានទៅលាមិត្តភ័ក្តិរបស់នាងបេក្ខជនម្នាក់ដែលបានស្ថិតនៅក្នុងកោះអថន្តបិសាចចំនួន3យប់3ថ្ងៃពេលនេះពួកគេត្រឡប់ទៅវិញហើយបស្បាបានត្រៀមខ្លួនដើម្បីធ្វើតេស្តទី3គឺការប្រកួតគ្នាជាមួយនឹងបេក្ខជនផ្សេងទៀតនៅក្នុងការប្រកួតដំបូងរបស់បស្បាបានឈ្នះការប្រកួតចំនួន2ដងជាប់គ្នារីឯបេក្ខជនម្នាក់នេះក៏មិនធម្មតាដែរគេបានយកឈ្នះនារីម្នាក់នេះបានយ៉ាងងាយស្រួលនារីម្នាក់នេះវិញបែរជាអាចប្រកួតឈ្នះនារីម្នាក់ទៀតឲ្យសុំចុះចាញ់ក្រោយមកបស្បាក៏បានជួបជាមួយនឹងនារីម្នាក់នេះផងដែរក្រោយពីការប្រកួតគ្នាមួយសន្ទុះបស្បាក៏អាចយកឈ្នះនាងបានពេលនេះបស្បាបានជាប់ជើងឯកកំពូលទាំង10ហើយបេក្ខជនម្នាក់ដែលជាប់នៅក្នុងកំពូលទាំង10ត្រូវទៅសម្រាកនៅឯរាជវាំងសិនពី3ថ្ងៃក្រោយពួកគេនឹងប្រកួតគ្នាទៀតដើម្បីជ្រើសរើសកំពូលទាំង5កំពូលទាំង3និងជើងឯកបស្បាបានខិតខំហ្វឹកហាត់ជាខ្លាំងដើម្បីធ្វើយ៉ាងណាឲ្យបានជើងឯកកំពូលទាំង5ពេលនេះផងដែរនាងក៏កំពុងតែសាកល្បងរួមបញ្ចូលវិជាបំផ្ទុះធម្មពលនៃអំបូរទាំង3ចូលគ្នាតើបស្បាអាចរួមបញ្ចូលវិជាទាំង3នេះចូលគ្នាបានដែរឬទេតើបស្បាអាចយកឈ្នះជើងឯកបានដែរឬទេសូមរងចាំតាមដានទស្សនាភាគបន្តខ្ញុំក៏សូមជម្រាបជូនដល់ប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹងថាមូលហេតុដែលវីដេអូរបស់ខ្ញុំខ្លីៗពីព្រោះដោយសារតែខ្ញុំជាប់រវល់ធ្វើការងារខ្ញុំឆ្លៀតធ្វើវីដេអូបានតែបន្តិចបន្តួចតែប៉ុណ្ណោះសូមមេត្តាអធិស្ឋានហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលមានទឹកចិត្តដែលតែងតែចូលរួមឧបត្ថម្ភប៉ាវកាហ្វេដល់យើងខ្ញុំសូមអរគុណ